អូខេយ៉ាសរុបដល់បងប្អូនអូបាត់មុខវិស័យវៀនប្រហែលខែហើយ ចូល2 ខែ 2 ខែ បាទ ធ្លាប់ដេកយំមិនអត់មានការប្រកួតចឹង អត់ដេកយំហ្មង អត់ដេកយំទេណា បាទ ចុះថវិកាមិនដែរ ការចេះលុយអ្នកផ្ទះហ្នឹង ខ្ចីលុយអ្នកដែរសិន បាទ មើលរាប់ពីថ្ងៃវាយជាមួយសង្ហៈហ្នឹងយើងប្រកួតចុងក្រោយមួយសង្ហៈធ្វើអត់ បាទ ហើយយើងឈ្នះសង្ហៈមកពីនោះមកដល់ឥឡូវប្រហែលខែ អត់ដឹងហ្មងទុំ2 ខែជាង ទុំ2 ខែ បាទ មូលហេតុអីដែរបើយើងចាប់ពួតបាន ផ្ទៃមានសង្គ្រាមហើយណាមួយកម្មវិធីបើក2 3ទៀតកាលហ្នឹងហើយគេចាត់ថាកីឡាករល្អល្អ អូគេចាប់តែកន្លះក៏ល្អល្អ បាទ អញ្ចឹងសរុបអត់អន់ចិត្តទេយើងល្អដែរយើងឈ្នះគេថាសង្ហៈជាការ៉េតមួយក្នុងគីឡូ51ហ្នឹងចាត់ទុកថាអេដែរ បាទ ហើយយើងអត់មានការប្រកួតអន់ចិត្តអត់ អន់ចិត្តជួយដែរអត់អីហ៎អ្នកបដាលអញ្ចឹង អ្នកបដាអញ្ចឹងហើយ បាទ តែអន់ចិត្តក៏នៅតែវឹកហាត់រាល់ថ្ងៃដែរ បាទ រងចាំការប្រកួតហើយសប្តាហ៍នេះមានឈ្មោះប្រកួតនៅណាដែរ ខ្ញុំប្រកួតនៅតតក ធ្លាប់ប្រកួតសប្តាហ៍ប្រកួតនៅតតក សប្តាហ៍នេះ ប៉ះណាគេដែរ បាទបរទេស ប៉ះបរទេស បាទ សរុបមិនឃើញថាមករយៈចុងក្រោយនេះមហាម៉ាត់គាត់ស៊ីចង់អស់ហើយគីឡូ51ស្រុកខ្មែរបើយើងនិយាយទៅនៅសល់តែសរុបនៅសល់សុករិទ្ធហើយសរុបមានធ្លាប់គិតថាចង់ប៉ះមហាម៉ាត់អីដែរ ចង់ឲ្យបងថាសមត្ថភាពយើងមិនទាន់ដល់ មិនទាន់ដល់ទេ បាទ តែចង់ដកស្រង់ចៃទេ ចង់ដែរ យ៉ាគិតថាបើប៉ះគាត់មិនដែរ បាទប៉ះគាត់គឺខ្ញុំត្រៀមខ្លួនឲ្យល្អ គឺខ្លួនឯងឡើយ បាទ បានមើលការប្រកួតសៃណេតជាមួយនឹងមហាម៉ាត់គេមុនអត់ បានមើល បានមើលដែរ បាទ មិនដែរសៃណេត តែនេះបងតែនេះក៏ល្អតែគាត់នៅចាញ់កម្លាំងមហាម៉ាត់តិច អូចាញ់កលាំង បាទ ចុះគិតថាខ្លួនឯងនឹងសៃណេតមិនដែរ បាទតន់ដឹងតបានសាក់ហ្នឹងអត់តន់ដឹងទេ តែយើងគិតមើលយើងបានមើលការប្រកួតគាត់ហើយយើងស្មាននឹងសមត្ថភាពរបស់យើង បាទតាមគិតខ្ញុំហ៊ានលើកខ្ចីជាងគាត់ នៅខ្ចីជាង បាទលើកខ្ចី តែបើជួបលេងបានអត់ បើថាដាក់លេខមក ដាក់លេងបាន បាទ សៃណេតមែន បាទ ចុះចឹងមហាម៉ាត់យើងគិតថាយើងរៀងក្រោមបន្តិចណា បាទ តែបើសៃណេតអាចកដោបាន អាចបានគាត់ថាសមត្ថភាពយើងមិនតន់ដល់គាត់តែបើឲ្យលេងលេងបាន ចាញ់ឈ្នះហើយអត់ដឹងទេ បាទ ពេញទឹកអត់ អត់តន់ដឹងហ៎បាទ អត់ទាន់ដឹងទេណា បាទតែណាគេលៀនជិះហ្នឹងហើយ អ្នកណាលឿងចិត្តអ្នកហ្នឹងហើយ បាទ យេយើងខ្លាយមុតដែរហ្នឹងតែយើងវាយសង្ហាក់បែកទេមិនធម្មតាណា កែងថាខ្មោចឲ្យទៀត កែងខ្មោចឲ្យទៀត បាទ ហើយចិត្តរបស់យើងខ្មោចឲ្យគឺមួយក៏យើងឈរចាំវាយមែន ចិត្តរបស់យើងគឺចាំត្រង់គាត់ អញ្ចឹង ចាំកាត់ចង្វាក់គាត់វាយមក អញ្ចឹងបានន័យថាមួយកែងដែលវាយសង្ហាក់បែកហ្នឹងមិនមែនខ្មោចឲ្យទេ បាទ យើងដឹងថាគាត់វាយដៃមកអញ្ចឹងហើយ បាទ អញ្ចឹងយើងកាត់ទៅហ្មង បាទ អូមកបានប្រកួតហើយមកទល់ពេលនេះ បាន25ប្រកួត ឈ្នះប្រមាណចាញ់ប្រមាណស្មើប្រមាណ ឈ្នះ23ចាញ់1ស្មើ1 ចាញ់មួយហ្នឹងចាញ់អាគេ ចាញ់វងឆៃវ៉ាន់ វង ឆៃវ៉ាន់ វងឆៃវ៉ាន់ បាទ ចុះស្មើ ស្មើ1ឃឹមឌីមី ស្មើមួយឃឹមនេះមី បាទ វ៉ាវអញ្ចឹងយើងឈ្នះ23ប្រកួតហើយ បាទ សរុបចូលហាត់បដាល់ឆ្នាំដំបូងបងដឹងថាអណៃហាត់មួយលោកគ្រូធុនសុភីហើយប៉ុន្តែនៅឆ្នាំណាបើអត់ចាំ 2017 17 2017-16 បាទ បងប្អូនអណៃ3នាក់មានសារ៉ាសរុនហ្នឹងហាត់ក្នុងពេលតែមួយគ្នាឬមួយក៏អ្នកណាមុនអ្នកណាក្រោយ ខ្ញុំចូលមុនគាត់មួយខែជាងខែមុនហើយបានយកគាត់ពីសុកស្រែមកនៅពួកខ្ញុំមករៀនតូនអីហ្នឹង អូអញ្ចឹងអណៃចូលមុនគេ បាទ អូអញ្ចឹងបានយើងស្ទូចបានប្អូនហៅប្អូននេះបានមកប្រកួតអញ្ចឹងទៅ បាទ ឈាមជ័រយើងអ្នកបដាល់ឡើងនេះទៅ បាទតាមប៉ា តាមប៉ា បាទ យ៉ាងប៉ាយើងឈ្មោះគេដែរ ប៉ាគាត់ឈ្មោះឌីមសរិទ្ធ អូគាត់ឈ្មោះឌីមសរិទ្ធ បាទ គាត់អ្នកបដាល់ពីមុនដែរ គាត់ផ្ដល់កម្មមុនបាយដាក់ទ្រុង អូគាត់អ្នកវាយដាក់ទ្រុង បាទអាសង្វៀនសណាញ់នេះ សៃវៀនសណាំង បោកក្លេមតើញ៉ាកដាគោះបានឈប់ ញ៉ាកដាគោះបានប្រឈប់ បាទ ចុះចង់និយាយថាក្នុងរយៈពេលពី2017មកដល់2025នេះចំនួនប្រកួតរបស់យើងតិចមែនតើណា អត់ទេបងគាត់ថាតែ2018 19ហ្នឹងកូវីដមក កូវីដ កូវីដធ្វើខ្ញុំផ្អាមួយរយៈធំហើយក៏សម្រាប់ចិត្តចូលវិញនៅ2025 24នេះ ឥឡូវសំណួរចុងក្រោយហើយក៏បិទបញ្ចប់វីដេអូដែរឃើញថាមួយរយៈមុនវុទ្ធីវណ្ណតាទទួលចង់មានការប្រកួតជាមួយនឹងឌឹមសរមមែនតើហើយតែក៏សុំវាយកងចេញម្រាមកងចេញម្រាមឲ្យ5ទឹកទៀតអីមិនវិញ ខ្ញុំអត់អីបងថាកម្មវិធីរៀបចំឲ្យគឺខ្ញុំក៏ដកគាត់បាន
យើងធ្លាប់ឈ្នះគាត់ម្ដងហើយ បាទ តែឈ្នះរងគេ កងធំ តែក៏សងសឹករងតូចមិនដែរ គាត់អត់អីមកថាបំពេញម្ដងគាត់ទេបើគាត់ចង់វាយខ្ញុំខ្លាំង អូគាត់ចង់វាយដល់ខ្លាំងណាស់គេថាផ្ដួលគាត់បានអត់រងគេម្រាម បាទកងធំធ្លាប់ប៉ះហើយកងតូចតន់ដឹង អត់ដល់ហ្នឹងទេ បាទ តោះសប្តាហ៍ហ្នឹងយើងទៅវាយនៅ TVK មានអីផ្ដាំទៅកាន់ fan របស់យើងដែលសួររកយើង ការប្រកួតនៅខាងមុខនេះខ្ញុំនឹងធ្វើអស់ពីសមត្ថភាពមិនឲ្យបងប្អូនខកម្ដងឡើយ អូខេអរគុណច្រើន